ខ្ញុំក៏ចង់និយាយបន្តិចផងដែរដើម្បីជំរះនៅមន្ទិលមួយចំនួនពាក់ព័ន្ធជាមួយនឹងថាកូនប្រុសឡើងថ្លែងសន្ទរកថាហើយហៅឪពុកឡើងថ្លែងសន្ទរកថាបន្តបញ្ហានេះវាពិតជាមានការលំបាកណាស់សម្រាប់ខ្ញុំនៅក្នុងឋានៈជានាយករដ្ឋមន្ត្រីរបស់ប្រទេសនេះហើយខ្ញុំគិតថាក៏មានអ្នកដឹកនាំមួយចំនួនក៏មានការលំបាកដូចខ្ញុំដែរប៉ុន្តែសម្រាប់ខ្លួនខ្ញុំគឺការលំបាកនោះវាច្រើនជាងអ្នកដទៃនៅក្នុងអតីតកាលខ្ញុំមានបងប្រុសម្នាក់គឺលទ្ធភាពរបស់គាត់នោះស្ទើរតែខ្ពស់ជាងខ្ញុំប៉ុន្តែអកុសលដោយសារតែការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ខ្ញុំគឺបានคล้ายទៅជាឧបសគ្គរារាំងបងប្រុសមួយនេះនៅត្រឹមកម្រិតអភិបាលខេត្តហើយចូលនិវត្តន៍មិនអាចคล้ายទៅជាសមាជិករដ្ឋាភិបាលបានទេឥឡូវនេះមកដល់ខ្ញុំគឺខ្ញុំមានកូន5នាក់និងមានកូនប្រសា5នាក់ទៀតដែលសុទ្ធតែរៀននៅកម្រិតឧត្តមសិក្សានិងក្រោយឧត្តមសិក្សាក៏ប៉ុន្តែពួកគេពិតជាមានការលំបាកយើងមិនអាចបញ្ចូលពួកគេទៅក្នុងក្របខ័ណ្ឌនៃកិច្ចការងារដូចជាមកជាសមាជិករាជរដ្ឋាភិបាលបានទេព្រោះវានឹងអាចចោទជាសំណួរថាតើនេះគឺជាការរៀបចំបែបបពុនិយមឬយ៉ាងម៉េចមិនមែនគ្រាន់តែជាបញ្ហាដាច់ដោយឡែករបស់គណៈបកនៅក្នុងរដ្ឋាភិបាលទេព្រឹកនេះអត្ថបទកាសែតនៅក្នុងពំពេចប៉ុស្តិ៍ក៏បានចុះផ្សាយអំពីកូនរបស់គណៈបកប្រឆាំងដែលនឹងត្រូវរៀបចំខ្លួនចូលក្នុងគណៈកម្មការជាតិរៀបចំការបោះឆ្នោតគ្រាន់តែលើកទោសនឹងឡើងគេក៏អាចតិចទៀតដែរដូច្នេះធ្វើជាឪពុកគេពិតជាមានការលំបាកសម្រាប់ការរៀបចំអនាគតកូនចៅសូម្បីតែថ្មីនេះកូនប្រសារស្រីរបស់ខ្ញុំជាប់បណ្ឌិតផ្នែកសុខភាពសាធារណៈនៅចក្រភពអង់គ្លេសបន្ទាប់ពីការបញ្ចប់ឧត្តមសិក្សាបញ្ចប់បរិញ្ញាជាន់ខ្ពស់នៅសហរដ្ឋអាមេរិកប៉ុន្តែឥឡូវនេះគេមិនអាចចូលទៅការងាររដ្ឋបានទៅទៀតអញ្ចឹងសូមឲ្យកូនធ្វើកិច្ចការទាក់ទងនឹងមនុស្សធម៌